លោកសុកសម្បត្តិបន្តដឹកនាំកម្លាំងឈរជើងទប់ស្កាត់ការនាំចូលបន្លែគ្រប់ប្រភេទមកដាក់លក់នៅលើចិញ្ចើមផ្លូវនិងទ្រង់ផ្លូវមហាវិថីព្រះមុនីរ៉េតនិងមហាវិថីម៉ៅសេតុងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបន្តដោះស្រាយដោយផ្អែកលើគោលការណ៍ឈ្នះឈ្នះជាមួយបងប្អូនអាជីវករដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវនិងទ្រង់ផ្លូវនៅតំបន់ជុំវិញផ្សារដើមកមកជារៀងរាល់យប់លោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានបន្តដឹកនាំកម្លាំងឈរជើងទប់ស្កាត់ការនាំចូលបន្លែគ្រប់ប្រភេទមកដាក់លក់នៅលើចិញ្ចើមផ្លូវនិងទ្រង់ផ្លូវមហាវិថីព្រះមុនីរ៉េតចាប់ពីមហាវិថីម៉ៅសេតុងរហូតដល់មហាវិថីព្រះសីហនុស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី2ខណ្ឌបឹងកេងកងរាជធានីភ្នំពេញសូមបញ្ជាក់ថាបន្ទាប់ពីបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវនិងទ្រង់ផ្លូវនៅតំបន់ជុំវិញផ្សារដើមកឲ្យទៅលក់ដូរនៅផ្សារបន្លែផ្លែឈើបដុំផ្សារដើមកថ្មីដែលមានលក្ខខណ្ឌអនុគ្រោះច្រើនឬទីតាំងឯកជនសមស្របណាផ្សេងអាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃមានភូមិសាស្ត្រស្ថិតនៅសង្កាត់ព្រែកកំពើខណ្ឌដង្កោរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញបន្តដោះស្រាយដោយផ្អែកលើគោលការណ៍ឈ្នះឈ្នះនិងបានជូនអាជីវករមួយចំនួនដែលមានជំរើសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃដែលមានទីតាំងធំទូលាយព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញរួមមានបង្គោលភ្លើងប្រព័ន្ធទឹកព្រមទាំងអនុគ្រោះតម្លៃប្រមូលសម្រាមនៅទីតាំងផ្សារចំនួន1ឆ្នាំដោយឥតគិតថ្លៃក្នុងនោះផងដែររដ្ឋបាលរាជធានីភ្នំពេញសូមអញ្ជើញបងប្អូនអាជីវករទៅប្រកបអាជីវកម្មនៅផ្សារបន្លែផ្លែឈើបដុំផ្សារដង្កូវថ្មីដែលមានលក្ខខណ្ឌអនុគ្រោះច្រើនឬទីតាំងឯកជនសមស្របណាមួយផ្សេងរួមមានផ្សារតាម៉ាប់ព្រែកជ្រៃដែលមានសណ្ដាប់ធ្នាប់ល្អប្រសើរដើម្បីសោភ័ណភាពទីក្រុងឲ្យកាន់តែល្អប្រសើរសម្រាប់ប្រយោជន៍សាធារណជនជារួម។